ជាង$70នៅក្នុងមួយអោនដែលមានបានធ្លាក់បន្ទាប់ពីការថ្លែងសន្ទរកថារបស់លោក Jerome Powell ដែលជាប្រធានធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកថ្មីនេះតម្លៃមាសបានហក់ឡើងបំបែកឯកតកម្មសារជាថ្មីនៅក្នុងតម្លៃ$3,791នៅក្នុងមួយអោនតែភ្លាមក៏បានធ្លាក់ចុះរហូតដល់តម្លៃ$3,717នៅក្នុងមួយអោនផងដែរអញ្ចឹងតើតើនឹងការធ្លាក់ចុះនោះគឺដោយសារតែការថ្លែងសន្ទរកថារបស់លោក Powell អំពីអត្រាការប្រាក់ដែលលោកបានថ្លែងថាតើតើនឹងផែនការនៅក្នុងការទម្លាក់អត្រាការប្រាក់នៅតែមានដដែលក៏ប៉ុន្តែមិនបានសង្កត់ធ្ងន់ថាត្រូវតែកាត់នោះទេគឺដោយសារតែលោកនៅតែរងចាំមើលតាក់ទងនឹងស្ថានភាពអតិផរណាក៏ដូចជាស្ថានភាពទីផ្សារការងាររបស់សហរដ្ឋអាមេរិកទាំងមូលផងដែរថាបើសិនជាកលៈទេសៈសមស្របនៅក្នុងការកាត់គាត់នឹងកាត់តែបើមិនទេគាត់អាចនឹងពជាពេលនៅក្នុងការកាត់អញ្ចឹងចំណុចនេះហើយដែលហាក់បីជាថយសម្ពាធសម្រាប់លុយដុល្លារដែលបានធ្វើលុយដុល្លារមានការងើបឡើងក្នុងរយៈពេលខ្លីហើយក៏បានទាញឲ្យតម្លៃមាសវាមានការធ្លាក់ចុះផងដែរប៉ុន្តែការធ្លាក់ចុះនេះគឺត្រូវបានគេរំពឹងថាវាមានការធ្លាក់នៅក្នុងរយៈពេលខ្លីតែប៉ុណ្ណោះដូច្នេះជាឱកាសល្អសម្រាប់បងប្អូនដែលចង់ធ្វើការទិញមាសឡើងតោះឥឡូវយើងមករៀបចំផែនការនៅក្នុងការធ្វើការជួញដូរនៅក្នុងថ្ងៃនេះសម្រាប់តម្លៃហាងឆេមាសតម្លៃល្អដែលបងប្អូនចង់ទិញគួរតែរងចាំដល់តម្លៃ$3,700នៅក្នុងមួយអោនដែលជាតម្លៃល្អនៅក្នុងការទិញឡើងក៏ប៉ុន្តែបើសិនជាវាមានការងើបឡើងរហូតដល់តម្លៃ$3,780ទៅ$3,800ក្នុងមួយអោនគឺជាតម្លៃល្អដែលបងប្អូនអាចធ្វើការលក់បានហើយផែនការនេះគឺសម្រាប់តែថ្ងៃនេះតែប៉ុណ្ណោះ